សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកមើលថាហេតុអីបានជាផ្សារមាសផ្សារមិញធ្លាក់ខ្លាំងនេះអញ្ចឹងយើងមកមើលអ្នកនរគ្នានៅនេះវាបង្កើត XX1 គេហៅ high ហើយវាមកបង្កើត order block នេះមួយទៀតអីហៅ order block នេះយើងមកមើល order block ហ្នឹងវាដូចជានេះគឺជា candle មួយហើយ candle ពេល candle ថ្មីចេញមកវាធ្លាក់មកប៉ះ candle ចាស់វាហើយពេលធ្លាក់ហើយវាអត់ចុះមកទៀតទេវាឡើងទៅវិញអញ្ចឹងវាបង្កើតជា order block នេះមួយអញ្ចឹងអានេះដូចគ្នាដែរវាឡើងមកហើយវាឡើងទៅទៀតទេវាចុះមកវិញហើយបង្កើត AVG នេះមួយទៀតហើយអីជា AVG យើងមកមើលអ្នកគ្នានេះគ្នាយើង AVG នឹងដូច candle 3បញ្ចូលគ្នាវាបង្កើតអានេះអា candle ធំនេះនៅកណ្ដាលអាគៀននេះអានេះស្មោលវាខ្ញុំហៅស្មោលវាកាត់តែនេះហើយចាប់មកហើយវានៅសល់ចន្លោះកណ្ដាលនេះមួយអញ្ចឹងអាហ្នឹងគេហៅ AVG អញ្ចឹងយើងមកមើលនេះដូចគ្នានេះវាសល់ស្មោលវាអានេះហើយវាបង្កើត AVG នេះមួយអញ្ចឹងវាភាគរយច្រើនដែលវាចុះវាអាចឡើងទៅទលុះ AVG order block បាននេះវាអត់ងាយអញ្ចឹងយើងមើលវាបង្កើត order block ហើយ AVG នេះទៀតអញ្ចឹងភាគរយច្រើនវាអាចបញ្ចុះយើង sell ហើយយើងពេលយើងនៅ sell អញ្ចឹងយើងកំណត់វាយើងដាក់ TP មកហើយយើងគូវាមកថាយើងចង់ sell នៅកន្លែង AVG នេះអញ្ចឹងយើងដាក់មកយើង stop loss យើងដាក់ត្រឹម order block បានហើយយើងកំណត់ TP យើងដាក់ត្រឹមយើងកំណត់ត្រឹម high XX ឬក៏កន្លែងនេះខ្ញុំចង់និយាយពី higher high និង higher low ហើយវាគឺជា TP បញ្ញើដូចគ្នាគឺថាកែផាន់យើង TP 1 TP 2ហើយនិង TP 3 XL យើងកំណត់អានេះ TP 1ហើយ TP 2អញ្ចឹងខ្ញុំចូលអាក្រោមនេះមកដល់ TP 3ហើយយើងកំណត់មកអានេះខ្ញុំឲ្យមើលផ្សារងាកមិញតែវាចោះអញ្ចឹងនេះយើងអានេះយើងនេះដល់ TP មួយឡើងហួសแล้วនឹងធ្លាក់ឡើងខ្លាំង70លេខជាងនេះ70លេខ70លេខជាងដែរតាំងពីនៅលើមកអូខេនេះlàប៉ុណ្ណឹងគ្នាយើងអរគុណ